hello អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមករៀនតកតងពី lecture ទី7ដោយ lecture ទី7របស់យើងរៀនតកតងពី network config network config ហ្នឹងមានន័យថាយើងត្រូវការសេរី network យើងដាក់ IP មែនថា set up DNS server មិនអីមិនអញ្ចឹងទៅអញ្ចឹងនៅក្នុងចំណុចទី1នេះយើងនឹងរៀនតកតងពី graphic mode text mode ណាពេលដែលយើងវាយsorry ពេលដែលយើងវាយ NMCLID មកវានឹងចេញមាន GGUI យើងឃើញចាចឹងពេលដែលយើងវាយ NMTUI ហ្នឹងមកវាមានចេញជា interface មួយសម្រាប់ឲ្យយើងចូលទៅ config ណា config network ណាដោយនៅក្នុងហ្នឹងវាមានដូចជា edit connection active connection set system host name ឬក៏ set audio អញ្ចឹងទៅអញ្ចឹងខ្ញុំចូលមក check លើ edit connection នេះមកអញ្ចឹងយើងអាចចូលទៅ config មានដូចជា internal loopback អីចឹងទៅអញ្ចឹងខ្ញុំអត់ config ទេខ្ញុំខ្លាច error របស់ខ្ញុំបើគ្នាយើងមានពេលតនេតេក៏តេសទៅខ្ញុំគ្រាន់តែបង្ហាញឯងមួយទៀតយើងមានដូចជា text mode ណានៅក្នុង text mode ហ្នឹងវាមានដូចជាការដែលយើងធ្វើការ set up IP អីចឹងទៅឧទាហរណ៍ពេលដែលយើងធ្វើការ config ជាមួយនឹងគេហៅស្អី DNS server ទាក់ទងជាមួយនឹងfile over យើងមិនត្រូវប្រើទៅដល់មួយពួកនេះមួយទៀតឧទាហរណ៍ថាយើងចង់មើល information របស់ DNS អញ្ចឹងយើងប្រើ command etc resolve .config នេះមកអញ្ចឹងវាអត់មានទេដោយសារតែខ្ញុំជាប់ permission បាត់ហើយកន្លែងហ្នឹងខ្ញុំជាប់ permission ខ្ញុំខ្ជិលដោះវាមើលអញ្ចឹងយើងទៅមើលកន្លែងផ្សេងមួយទៀតហើយយើងមានភាសាខ្មែរមើលដែរតើនេះហើយយើងមានដូចជាping យើងមើលយើងអាចធ្វើការ ping IP ពេលដែលយើងធ្វើការ config ជាមួយនឹងអីគេយ៉ាស្អីស្អីគេផ្លេចបាត់ហើយពេលដែលយើងធ្វើការ config មួយស្អីគេនេះដែលយើងត្រូវការឲ្យវា ping IP ទៅកុំព្យូទ័រផ្សេងយើងត្រូវការប្រើពួកនេះដើម្បី check មើលខ្ញុំផ្លេចបាត់ហើយមួយទៀតយើងអាចធ្វើការ set up ឈ្មោះរបស់ម៉ាស៊ីនដែលវាជាមានដូចជា static privacy transit ហើយនឹងស្អីគេនេះ host name TCTL យើងអាច change ឈ្មោះអីចឹងបានអញ្ចឹង lesson យើងថ្ងៃនេះមានតែប៉ុណ្្នឹងបាយបាយ